ក្នុងចំណោមកម្ពុជាមហាស្ថិតទាំង10នៅលើពិភពលោកជាងពាក់កណ្ដាលសិស្សតែមកពីវិស័យបច្ចេកវិទ្យាតើហេតុអ្វីបានជាវិស័យបច្ចេកវិទ្យាអាចរកលុយបានយ៉ាងច្រើនបើធៀបទៅនឹងវិស័យផ្សេងទៀតបើយើងក្រឡេកទៅមើលប្រវត្តិសាស្ត្រក្នុងសតវត្សទី20ភាគច្រើនអ្នកមានបំផុតជុំវិញពិភពលោកចាប់ផ្ដើមមកពីការរកស៊ីនៅក្នុងវិស័យប្រេងឥន្ធនៈអចលនទ្រព្យឬរោងចក្រផលិតផលជាដើមប៉ុន្តែនៅក្នុងសតវត្សទី21នេះមានការផ្លាស់ប្ដូរជាខ្លាំងបើយោងទៅតាមរបាយការណ៍តារាងចំណាត់ថ្នាក់មហាស្ថិតប្រចាំថ្ងៃរបស់ The Bloomberg ដែលពួកគាត់សុទ្ធតែស្ថិតនៅក្នុងវិស័យព័ត៌មានអ៊ីនធឺណិតនិងបច្ចេកវិទ្យាទៅវិញតើបច្ចេកវិទ្យាមានអ្វីប្លែកនិងការវិវត្តយ៉ាងដូចម្តេចខ្លះទៅធ្វើឲ្យអ្នកអាចក្លាយជាមហាស្ថិតបានតើអ្នកមានទាំងអស់នោះបានធ្វើអ្វីខ្លះនៅក្នុងការក្លាយខ្លួនជាមហាស្ថិតលំដាប់ពិភពលោក1បង្កើតផលិតផលមួយប៉ុន្តែលក់ក្នុងតម្លៃរាប់លានដុល្លារដូចជា SpaceX Meta Oracle ដែលតម្លៃក្នុងទីផ្សារភាគហ៊ុនហក់ឡើងខ្ពស់យ៉ាងឆាប់រហ័សដែលជាហេតុធ្វើឲ្យពួកគេទទួលបានស្មារតីចំនួនអ្នកប្រើប្រាស់ជុំវិញពិភពលោកបច្ចេកវិទ្យាមិនមែនត្រឹមតែប្រើប្រាស់នៅក្នុងស្រុកប៉ុណ្ណោះទេផ្ទុយទៅវិញវាអាចពង្រីកខ្លួនទៅទូទាំងពិភពលោកបានភ្លាមៗប្រសិនបើមានមនុស្សប្រើប្រាស់កាន់តែច្រើននោះវានឹងមានតម្លៃកាន់តែខ្ពស់ឡើងតើវិធីសាស្ត្រអ្វីខ្លះដែលពួកគេធ្វើនៅក្នុងការពង្រីកខ្លួនយ៉ាងឆាប់រហ័សបែបនេះមួយគឺដំណោះស្រាយជាការពិតណាស់ការដោះស្រាយបញ្ហាដែលមនុស្សជុំវិញពិភពលោកកំពុងជួបប្រទះគឺជារឿងសំខាន់ដែលអាជីវកម្មទាំងនោះផ្ដល់នូវភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់និងចំណេញពេលវេលាដែលគ្រាន់តែប្រើប្រាស់ app ឬក៏ website ណាមួយដើម្បីរកព័ត៌មានឬក៏ទំនាក់ទំនងផ្សេងៗដូចជាក្រុមហ៊ុន Google ប្រើប្រាស់សម្រាប់ស្វែងរកព័ត៌មាននិងផ្ទុក data Facebook ជា social for networking និង advertising Tesla គឺជាក្រុមហ៊ុនឡានអគ្គិសនីនៅក្នុងការជួយបរិស្ថានផ្សេងពីមានភាពច្នៃប្រឌិតលឿនពួកគេតែងតែរកនៅអ្វីថ្មីៗនិងត្រៀមចេញផលិតផលជារៀងរាល់ឆ្នាំដើម្បីបង្កើតនូវភាពងាយស្រួលជាងមុននិងចំណាយពេលលឿន3ហ៊ាននៅក្នុងការសម្រេចក្តីស្រមៃលោក Elon Musk បានចំណាយលុយទាំងអស់របស់លោកទៅក្នុង SpaceX បន្ទាប់ពីលោកបរាជ័យចំនួន4ដងនៅក្នុងការបង្ហោះគ្រាប់រ៉ាកែតថ្មីរបស់លោកការបរាជ័យនៅក្នុងដំណាក់កាលដំបូងគឺជារឿងធម្មតាប៉ុណ្ណោះប៉ុន្តែ SpaceX ក៏ដោះស្រាយបញ្ហាផ្នែកទន់ផ្នែករឹងនិងរចនាអ្វីមួយដែលពិបាកជាលើកដំបូងអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺលោកបានយកទ្រព្យសម្បត្តិទាំងអស់របស់លោកទៅក្នុងការវិនិយោគដែលជាក់ស្ដែងការបង្ហោះលើកទី4ដែលទទួលបានជោគជ័យនៃ Falcon 1 ក្នុងឆ្នាំ2008មិនត្រឹមតែបង្ហាញពីការរចនាប៉ុណ្ណោះទេប៉ុន្តែថែមទាំងនាំឲ្យមានការចុះកិច្ចសន្យានៃសេវាកម្មគ្រប់គ្រងពាណិជ្ជកម្មដ៏ធំមួយពី NASA ដែលផ្ដល់សេរីភាពហិរញ្ញវត្ថុបន្ថែមទៀតប្រសិនបើរឿងនេះលោកបរាជ័យនោះលោក Elon Musk នឹងពឹងថានឹងបិទទ្វារក្រុមហ៊ុនចុះតើហេតុអ្វីបានជាវិស័យផ្សេងៗល្បឿននៅក្នុងការរីកចម្រើនត្រូវការចំណាយពេលច្រើនយ៉ាងនេះមានមូលហេតុខ្លះដែលអ្នកគួរតែស្វែងយល់អំពីភាពរីកចម្រើននិងតម្រូវការរវាងវិស័យនីមួយៗផ្នែកឧស្សាហកម្មមានដូចជាកសិកម្មការផលិតការលក់រាយមានការលូតលាស់យួរហើយត្រូវការវិនិយោគខ្លាំងក្នុងការដំណើរការអាជីវកម្មដូចជាសង្វាក់ផលិតកម្មថ្លៃដើមរបស់វត្ថុធាតុដើមក្នុងការផលិតនិងការចំណាយផ្សេងៗដើម្បីធ្វើឲ្យអាជីវកម្មមានស្ថិរភាពនិងនិរន្តរភាពតែផ្ទុយទៅវិញបច្ចេកវិទ្យារីកចម្រើនលឿនដោយសារតែទី1គឺថ្លៃដើមនៅក្នុងការចាប់ផ្ដើមទៀតបើធៀបទៅនឹងការផលិតរោងចក្រ2ការអនុម័តមានល្បឿនលឿនជាងមុនតាមរយៈអ៊ីនធឺណិតរដ្ឋាភិបាលទៅទៀតការតាក់ទាញអ្នកវិនិយោគិនក្នុងការវិនិយោគឬអ្នកដែលមានលុយគេចូលចិត្តចាប់ផ្ដើមអាជីវកម្មដែលមានកំណើនខ្ពស់កត្តាទាំងអស់នេះហើយដែលធ្វើឲ្យមហាស្ថិតកម្ពុជារីកចម្រើននៅក្នុងវិស័យបច្ចេកវិទ្យាកាន់តែរីកចម្រើនខ្លាំងទៅព្រោះតែពួកគេព្យាយាមដោះស្រាយបញ្ហាជាសកលនៅក្នុងសម័យ Digital នេះ